គ្រឿងទី1 HD 300ដែលមានបញ្ហាអេក្រង់បើកមកចេញសសពេលដោះមើលទៅយើងឃើញតួដែលកឹបជាមួយអេក្រង់ហ្នឹងឃើញសិតអត់ការអំបិលអញ្ចឹងយើងអាចសន្និដ្ឋានបានថានាឡិកានេះប្រកាសជាចូលទឹកហើយបើនិយាយទៅនាឡិកានេះក្នុងការដូរអេក្រង់គឺងាយស្រួលខ្លាំងមែនទែនធៀបជាមួយនាឡិកាផ្សេងតែទោះជាស្រួលប៉ុណ្ណាក៏យើងត្រូវការផ្សិតផ្សងក្នុងការធ្វើវាឲ្យបានស្អាតដែរយើងត្រូវការសម្អាតអាហ្នឹងឲ្យស្អាតមិនអាចឲ្យវាមានកទួលកពីកពកបានទេពួកអីតែមិនអញ្ចឹងទេបន្ទាប់ពីយើងដាក់ចូលវិញវានឹងបាត់បង់នៅជំរាបទឹករបស់វាដោយសារនាឡិកានេះប្រព័ន្ធការពារទឹក30ម៉ែត្រហើយសូម្បីតែរងរបស់វាក៏យើងត្រូវដោះចេញមកដែរដើម្បីធ្វើការសម្អាតឲ្យអស់និយាយទៅស្នាមប្រឡាក់អីទាំងអស់កុំឲ្យមានហើយអ្វីដែលពិសេសគឺយើងត្រូវមាននេះអាហ្នឹងគេហៅថាខ្ញុំភ្លេចឈ្មោះបានហើយដូចជា Chris ដើម្បីយើងដាក់វាឲ្យមានប្រេងនៅក្នុងហ្នឹងគឺការពារជំរាបទឹកអានេះគឺគេប្រើទូទៅគឺនៅលើនាឡិកាមេកានិកពួកនាឡិកាតនិចណាប៉ុន្តែនេះដោយសារតែខ្ញុំសម្រាប់ធ្វើនាឡិកាទាំងអស់ហ្នឹងដែរដល់ពេលចឹងទៅគឺយើងមានយកមកប្រើជាមួយគ្នាបានអញ្ចឹងបន្ទាប់ពីយើងរុះវាឲ្យបានមានប្រេងជំរាបទឹកជាប់ជុំវិញរងហ្នឹងហើយអស់ទើបបានយើងដាក់ទៅវិញបានអញ្ចឹងទេនាការហ្នឹងគឺអត់មានប្រព័ន្ធការពារទឹកពេញលេញទេហើយចំពោះ frame ដើម្បីទប់អេក្រង់ការពារទឹកចូលជាតាមអេក្រង់ហ្នឹងក៏យើងត្រូវបន្ថែមកាវការពារជំរាបទឹកដែររាល់អ្វីដែលខ្ញុំធ្វើគឺខ្ញុំតែងតែលម្អិតផ្ចិតផ្សងខ្លាំងមែនតើខ្ញុំអត់ធ្វើឲ្យតែរួចពីដៃទេអញ្ចឹងហើយបានជាខ្ញុំអត់ទទួលនាឡិកាផ្សេងគឺយើងធ្វើជូនតែអតិថិជនខ្ញុំប៉ុណ្ណោះព្រោះថាបើខ្ញុំទទួលនាឡិកាផ្សេងសង្ស័យតែឈ្នួលរបស់ខ្ញុំគឺវាថ្លៃជាងតម្លៃនាឡិការបស់អ្នកទាំងអស់គ្នាទៀតចំពោះនាឡិកាមួយចំនួនពេលដែលខូចគឺគេអត់តម្រូវឲ្យជួសជុលឬក៏ផ្លាស់ប្ដូរគ្រឿងបន្លាស់អីទេគឺគេតម្រូវឲ្យយើងបោះចោលតែម្ដងអញ្ចឹងគឺវាអាស្រ័យលើនាឡិកាដែលអ្នកនរគ្នាកំពុងប្រើប្រាស់ជាក់ស្ដែង